ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីនីតិវិធីនៃការចុះឈ្មោះអាជីវកម្មឡើងវិញក្នុងបញ្ជីពាណិជ្ជកម្មរាល់ពាណិជ្ជករនិងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយដែលមានគ្រឹះស្ថានសាខាការិយាល័យតំណាងបុត្រសម្ព័ន្ធឬទីភ្នាក់ងាររបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពុំទាន់បានចុះឈ្មោះឡើងវិញក្នុងបញ្ជីពាណិជ្ជកម្មនៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្មឬមានបំណងចង់ចុះឈ្មោះកែប្រែទម្រង់អាជីវកម្មដើម្បីចុះឈ្មោះថ្មីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រូវបានអនុញ្ញាតឲ្យបន្តនីតិវិធីចុះបញ្ជីព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ